សួស្តីបងប្អូនទាំងគ្នាคลิปนี้មកនិយាយពីធុងបាសដែលបងប្អូនខ្លះឃើញខ្ញុំគូធុងបាសរាល់ថ្ងៃនេះមិនដឹងថាបងប្អូនខ្លះអត់ទាន់យល់ថាគេគូយ៉ាងម៉េចគេធ្វើធុងបាសហើយដូចចំណងជើងបានដាក់នេះថាអ្នកប្រកបអាជីវកម្មធ្វើធុងបាសក៏ត្រូវដឹងយ៉ាងម៉េចក្នុងធុងបាសមួយនេះគឺប្រព័ន្ធធុងបាសមួយយើងត្រូវដឹងថាក្នុងធុងនេះគេឲ្យយើងសេរីអេគុយក្រាហ្វិកនេះមកដុំណាគេឲ្យយើងសេរីអេគុយក្រាហ្វិកនេះមកដុំណាយើងត្រូវដឹងអាកន្លែងនេះអេគុយក្រាហ្វិកនេះគេត្រូវសេរីមកដុំណាឧទាហរណ៍ថាធុងនេះប្រភេទធុងអូដឺ4អានេះបើយើងថាធុងលាតធម្មតាណាធុងបើករួចយើងនិយាយនេះមុនគេនេះអូដឺ4ក្នុងប្រូក្រាមរបស់វាណាក្នុងនេះរបស់វាប្រាប់យើងអស់យើងនេះវៃធុងបាសនឹងគឺរូបរាងនេះវាដែលវាឡើងឲ្យយើងចេះឡើងឲ្យចោះនេះគឺចោះហើយម្ល៉េះយើងអាចសេរីបានស្រាច់យើងកំណត់យើងអាចសេរីទុំ60 63 70 80យើងអាចចាញ់ប្លង់ធុងបាសហើយយើងដឹងថាធុងបាសនេះណាយើងដឹងថាធុងបាសនេះយើងអាចសេរីបានតែ63 70អីទេបានតែ2ចង្កឹះប៉ុណ្ណឹងទេរួចដល់នេះដូចគ្នាអាធុងលៀនដូចគ្នាយើងវាយធុងយើងអ្នកចាញ់ប្លង់យើងអ្នកធ្វើធុងប្លង់ធុងបាសយើងដឹងថាត្រូវឲ្យអតិថិជនឲ្យភ្ញៀវយើងសេរីម្ដងណាយើងត្រូវប្រាប់គេច្បាស់លាស់ថាកុំបើកបំពេញម្ដងនេះព្រោះឲ្យបើកបំពេញក៏អត់មានប្រយោជន៍ដែរណាបើកអានេះបំពេញនេះបើកអានេះបំពេញយើងចង់បើកបំពេញវាកន្លែងណាកន្លែងផ្សេងទៀតក៏វាអត់មានប្រយោជន៍ម្ល៉េះហើយយើងត្រូវដឹងក្នុងរូបមន្តមួយគឺអត់ដូចគ្នាទេនេះរូបមន្តនេះផ្សេងរូបមន្តនេះផ្សេងបងប្អូនខ្លះអត់យល់នេះរូបមន្តនេះព្រៃកង់វាផ្សេងរូបមន្តនេះព្រៃកង់វាផ្សេងរូបមន្តនេះកន្លែងព្រៃកង់វាផ្សេងត្រូវសេរីម្ល៉េះហើយអ្នកវៃធុងបាសយើងត្រូវដឹងហើយយើងប្រាប់យើងធ្វើហើយយើងត្រូវប្រាប់អ្នកទិញយុទ្ធប្រើថាយើងត្រូវដឹងថាកាមេរ៉ាធ្លាក់យើងត្រូវដឹងថាយើងត្រូវសេរីអានេះមកដុំណាមកដុំណាយើងត្រូវប្រាប់អតិថិជនប្រាប់ភ្ញៀវគេច្បាស់លាស់ម្ល៉េះហើយយើងអ្នកធ្វើធុងបាសគឺយើងត្រូវច្បាស់មែនទេដូចខ្ញុំធ្វើថ្ងៃនេះខ្ញុំច្បាស់លាស់ល្អណាស់ខ្ញុំមិនអ៊ូទេខ្ញុំមានបទពិសោធន៍អស់ហើយម្ល៉េះហើយខ្ញុំមកធ្វើជារូបរាងធុងបាសឲ្យបងប្អូនឃើញសិនបងប្អូនណាដល់មកយកទិញពីខ្ញុំប្រើពីខ្ញុំយករបស់ខ្ញុំទៅប្រើខ្ញុំទៅប្រាប់បងប្អូនទាំងអស់ឲ្យបងប្អូនស្រៀមដុំណាហើយមួយទៀតខ្ញុំឃើញគេអ្នកខ្លះគេថាព្រៃបុកអីនេះព្រៃបុកណាគេហៅព្រៃបុកបើយើងចេញប្លង់ធុងបាសនេះអត់ត្រូវអុបលឿទទួលអត់បានក៏អត់នៃដែរណាបងប្អូនខ្លះយល់ច្រឡំអូតែព្រៃបុកដល់ពេលនេះអុបលឿទទួលអត់បានណាដូចអុបលឿទទួលអត់បានបងប្អូនទទួលបានយើងថាព្រៃបុកអុបលឿទទួលបានទុកប្រមូលធុងយើងអត់ត្រូវនឹងព្រៃបុកយើងមកតឡើងនេះ20ហឺត20អីនេះនៅមុនណាបងប្អូនខ្លះមកតឡើង20ហឺត30ហឺតអីនេះតែរូបមន្តធុងគេប្រាប់ថាដល់60ណាកន្លែងនេះ60 80គេឲ្យតឡើងណារូបមន្តពួកនេះពួកបែនផាសនេះសិតតាខ្ទង់60ឡើងហើយអត់មានសេរីក្រម50បានទេណាគឺអត់មានសេរីក្រមមកពួកនេះសិតតាតឡើងមានតែឡើងពី60ឡើងព្រៃកង់របស់វាណាបើអានេះក៏ដូចគ្នាបាក់ផែគ្នាតែអាមួយនេះវាព្រៃកង់អាចទៀបនេះតាមមកលឿទេនេះអាចចុះក្រម50អីណាអាចចុះ50 40អីបានណាម្ល៉េះហើយបងប្អូនអ្នកវៃធុងបាសអ្នកប្រកបអាជីពបងប្អូនត្រូវដឹងត្រូវប្រាប់គ្នាច្បាស់លាស់ណាត្រូវប្រាប់គេថាធុងនេះកំណត់ត្រូវសេរីនេះម្ដុំណាយើងត្រូវប្រាប់គ្នាច្បាស់បាន2ចង្កឹះនេះប្រាប់គេថាឧទាហរណ៍ថាធុងនេះខ្ញុំឧទាហរណ៍ថាធុងនេះមួយណាធុងនេះមួយយើងប្រាប់គេថាយើងអាចសេរីបានតែ2ចង្កឹះនេះទេចង្កឹះ63ណា63នេះ63 70វាមានចន្លោះវាមើលកន្លែងនេះ73តែអាន digital វាអាចជៀបគ្នាបានទេ analog វាមើលម្ល៉េះយើងប្រាប់គេក្រៅពីនោះបងប្អូនមិនបាច់លើកឡើងទេគឺអត់មានសិទ្ធិលើកឡើងទេគឺយើងប្រាប់គេណាក្នុងរូបមួយសន្តាមាន
ក្នុងរូបមន្តមួយសត្វមានព្រៃកង់កំណត់របស់វាសម្រាប់ព្រៃកង់ស្រែកនៅក្នុងធុងម្ល៉េះហើយបងប្អូនត្រូវការធុងបែបណាបងប្អូនចំណូលចិត្តធុងបែបណាគឺបងប្អូនយកទៅប្រាប់គេឲ្យគេធ្វើអញ្ចឹងហើយរួចមើលឧបលឺផងណារួចក៏មើលឧបលឺផងមិនថាប្រាប់គេហើយយើងមិនមើលឧបលឺរបស់យើងមិនទទួលបានធុងវាទទួលអត់វាត្រូវនឹងធុងនោះអត់គេយកទៅនេះបានថាធុង brand មួយបែបគេលក់ថ្លៃដោយសារគេក្រពីវេលាគេគៀកនីរឿងតែបានធុងមួយយកមកឲ្យយើងប្រើហើយយើងយកទៅប្រើយើងក៏ប្រើបំពេញអត់ដឹងរឿងទេបើឧបលឺគេហៅអាពួកបាសវ៉ាលីមានអាំភ្លីស្រេចនៅក្នុងធុងមានស្អីនៅក្នុងធុងទាំងអស់អានោះគេរូបមកយើងទាំងអស់ហើយគេធ្វើឲ្យគេសេតឲ្យយើងទាំងអស់យើងបើកមិនក៏វាលឺព្រោះម្ល៉េះហើយបើយើងយកមកធ្វើក្រៅខ្លួនឯងចេះយើងត្រូវដឹងគ្រប់យ៉ាងដឹងតែពីរូបមន្តធុងដឹងដូចខ្ញុំបាននិយាយប្រាប់មកត្រូវដឹងទាំងអស់ណាក្នុងមួយឈុតតន្ត្រីម្ល៉េះហើយអ្នកប្រើឈុតតន្ត្រីមួយគឺយើងត្រូវដឹងសំខាន់បំផុតគឺអាឧបលឺនឹងធុងបាសនេះយើងប្រើរូបមន្តធុងបាសបែបម៉េចហើយសំខាន់មួយទៀតនេះគឺអានេះយើងចាំបាច់ត្រូវមកសិក្សាឲ្យច្បាស់លាស់បើយើងមិនដឹងពីនេះទេយើងបំពេញសំឡេងលឺអត់ច្បាស់យើងបំពេញឧបលឺឆេះយើងបំពេញធ្វើឲ្យខូចខាតអីផ្សេងគ្រឿងអេឡិចត្រូនិកបងប្អូនធ្វើនឹងជាខូចអាំភ្លីមិនហ្នឹងគេវាខុសព្រីកង់វាបំពេញយើងបំពេញមិនបានต้องសំឡេងល្អហើយមិនបានต้องសំឡេងព្រោះហើយធ្វើឲ្យបោះខូចខាតនេះបានតែខ្ញុំនិយាយថាយើងប្រើរូបមន្តធុងបាសមួយណាយើងត្រូវចាំណាត្រូវចាំថារូបមន្តធុងនោះកំណត់គេឲ្យសេរីប៉ុណ្ណេះហើយបងប្អូនបើចង់ជ្រាបបងប្អូនទៅសួរអ្នកវៃធុងបាសទៅបើថាអ្នកវៃធុងបាសគេអត់ប្រាប់យើងអត់ដឹងថាក្នុងធុងរបស់គាត់វៃអត់ដឹងថាព្រៃកង់ម្ដុំណាត្រូវសេរីហើយអានោះមិនដឹងជារ៉ូស៊ីវៃធុងបាសទៅខ្មោចទេបាច់ធ្វើគ្រូទេយើងទៅធ្វើកូនសិស្សគេទៅនេះគ្រូគេសួរត្រូវឆ្លើយប្រាប់គេច្បាស់ដូចខ្ញុំបងប្អូនណា comment សួរមកគឺច្បាស់ណាស់ចង់បានរូបមន្តធុងម៉េចបងប្អូនមានបាឡាមីទ័រឧបលឺមកគឺខ្ញុំឆ្លើយប្រាប់ឲ្យច្បាស់ហើយคลิปនេះក៏សូមមកបញ្ជាក់បងប្អូនថារូបមន្តធុងបាសនេះសំខាន់ជាងគេគោលសំខាន់ជាងគេដែលយើងត្រូវជ្រើសរើសទិញមុនគេយើងត្រូវរើសយកមកប្រើមុនគេហើយសិក្សាមុនគេម្ល៉េះហើយយើងបានអានេះមុនគេហើយយើងគ្រឿងក្រៅមកនេះយើងអាចបន្ទាប់បន្សំនឹងអាមួយនេះទៀតណាកន្លែងមួយទៀតក៏បានយើងសិក្សាពីនេះច្បាស់លាស់រឿងអាំភ្លីរឿងអីនោះឲ្យចាំតាមក្រោយទេតាមក្រោយទេម្ល៉េះហើយคลิปនេះក៏មកបញ្យល់បងប្អូនបានជ្រាបថាធុងបាសដែលខ្ញុំគូរាល់ថ្ងៃនេះខ្ញុំមានគូលេងទេគឺខ្ញុំគូច្បាស់លាស់បើខ្ញុំមានហេតុមានផលមានលក្ខខណ្ឌមានចំណុចដែលខ្ញុំត្រូវធ្វើឲ្យបងប្អូនបានជ្រាបបានយល់ថាខ្ញុំមិនមែនធ្វើលេងទេគឺខ្ញុំធ្វើបែបស្តង់ដាបោះអន្តរជាតិវិស្វករល្មមណាចង់ចាញ់ខ្ញុំណាមានអ៊ូទេណានិយាយមានអ៊ូទេណាមើលបងប្អូនមានអ៊ូទេណាស្រីសប្ងៃមានអ៊ូទេណាវាសក់សំបីតែសក់ក៏คล้ายៗដែរបងប្អូនបាយ